យកឡានទៅសម្អាតมันប្រកាសថាអាចស្អាតបានគ្រប់កន្លះកន្លែងទេប៉ុន្តែបើសិនបើមានឧបករណ៍មួយនេះគឺអាចជួយបានច្រើនខ្លាំងមែនតើយើងចង់សោកខ្យល់ក៏បានបូមទលីក៏បានបាញ់ទលីក៏បានដែរគឺអាចធ្វើបានច្រើនយ៉ាងខ្លាំងមែនតើនៅជាមួយនឹងឧបករណ៍មួយនេះអូខេបងប្អូនទាំងគ្នាអញ្ចឹងនេះគឺជាឧបករណ៍សម្រាប់បូមខ្យល់បូមទលីឬក៏ថាបាញ់ខ្យល់អីហ្នឹងជាប្រែរបស់ Dreamy អញ្ចឹងឧបករណ៍មួយនេះគឺមានក្បាលដោះដូរច្រើនខ្លាំងមែនតើខាងលើនេះគឺសម្រាប់យើងធ្វើការបូមទលីហើយខាងក្រោមនេះគឺយើងធ្វើការផ្លុំខ្យល់សប់តែយើងអាចសប់បានតាមចិត្តរបស់យើងហើយជាពិសេសចំណុចខ្លាំងរបស់ឧបករណ៍មួយនេះហ្នឹងគឺមានកម្លាំងបឺតខ្លាំងរហូតដល់19000 ប៉ាស្កាល់អញ្ចឹងតើតើនៅវិធីប្រើប្រាស់គឺស្រួលប្រើទេយើងគ្រាន់តែធ្វើការដោះដូរបែបនេះហើយតើតើនឹងការដោះដូរហ្នឹងគឺមានក្បាលជាមួយនឹងឧបករណ៍ហ្នឹងគឺរហូតដល់5ប្រភេទឧទាហរណ៍ថាបើសិនបើយើងត្រូវការបូមកន្លែងកលៀតអីយើងអាចដោតជាមួយនឹងបាល់មួយនេះមកហើយឬក៏ថាយើងធ្វើការសម្អាតអីកន្លែងអីដែលប្រឡាក់ខ្លាំងដែលមានធូលីហុយអីខ្លាំងយើងអាចប្រើជាមួយនឹងក្បាលមួយនេះអត់មានអីធ្វើការ connect អីច្រើននាំឲ្យលំបាកទេហើយសម្រាប់ក្បាលប្រភេទនេះកន្លោះកលៀតជាអៀតដែលត្រូវការបូមខ្យល់ឬក៏ថាធ្វើការបាញ់ធូលីចេញពីប្រហោងឡានរបស់យើងអ្នកដែលគាត់ប្រើប្រាស់ឡានគឺយើងដឹងហើយថាវាមានកលៀតអីច្រើនហើយបើយើងនិយាយពីកម្លាំងថ្មវិញសម្រាប់ឧបករណ៍មួយនេះគឺមានកម្លាំងថ្មរហូតដល់3000មីលីអាំពែនៅក្នុងហ្នឹងគឺយើងអាចប្រើបានយ៉ាងយូរបំផុតហ្នឹងរហូតដល់1ម៉ោងជាងហើយគឺយើងអាចមើលទៅលើថ្មអីហ្នឹងគឺជាមួយនឹង LED ដែលបំពាក់ខាងលើនេះហើយទៅនឹងការសាកថ្មក៏ងាយស្រួលដែរយើងអាចប្រើជាមួយនឹងដោយ Type C ដែលជាដោយបញ្ចូលទូរស័ព្ទរបស់យើងផ្ទាល់ក៏បានឬក៏ថាយើងប្រើជាមួយនឹងជើងទម្ររបស់ឧបករណ៍មួយហ្នឹងក៏បានដែរដែលគេភ្ជាប់មកជាមួយនៅក្នុងប្រអប់ហ្នឹងហើយភាពងាយស្រួលមួយទៀតរបស់ម៉ាស៊ីនបូមមួយនេះដោយសារតែវាតូចស្រាលយើងចង់ទុកដាក់នៅណាក៏បានដែរយកតាមខ្លួនដាក់ចូលទៅក្នុងកតាបក៏បានឬក៏ថាយើងនៅក្នុងឡានចេះយើងដាក់នៅក្នុងឡានចេះចោលហ្មងក៏វាអត់មាន C space អីយើងធម្មតាអញ្ចឹងឧបករណ៍មួយនេះសម្រាប់ខ្ញុំគាត់ថាគឺវាស្រួលចង់ទៅណាក៏បានយើងប្រើនៅផ្ទះក៏បានយកតាមខ្លួនទៅ office អីហ្នឹងត្រូវការបូមកន្លែងណាគ្រាន់តែបើកមកបូមកន្លែងហ្នឹងហ្មងនិយាយទៅអ្នកទាំងគ្នាដោយសារតែ product មួយនេះវាជា product original របស់ Dreamy តែម្ដងដែលឥឡូវនេះខាង Dreamy Cambodia គឺគាត់មានឲ្យនៅក្នុងស្រុកខ្មែរយើងយកផ្ដាច់មុខតែម្ដងអញ្ចឹងបើយើងនិយាយពីការធានាគឺធានារហូតដល់2ឆ្នាំដែលយើងអាចទុកចិត្តទៅលើការប្រើប្រាស់បានហើយ product របស់ Dreamy គឺជា product ដែល premium និង quality ខ្លាំងមែនតើបើមិន quality គេមិនមែនយក Ronaldo យកមកធ្វើជា BA ជា brand ambassador របស់ Dreamy ទេអញ្ចឹងបើសិនអ្នកទាំងគ្នាចង់ដឹងព័ត៌មានលម្អិតឬក៏ថាចង់ដឹងបន្ថែមទាក់ទងនឹងឧបករណ៍មួយនេះអ្នកទាំងគ្នាអាចឆាតទៅកាន់ page Dreamy បាន